ខ្ញុំបាទសូមលំអរកាយគោរពស្វាគមន៍និងជម្រាបសួរប្រិមិត្តម្ដងទៀតបាទកម្មវិធីព័ត៌មានប្រចាំថ្ងៃមានខ្លឹមសារពិសេសមួយដែលមានអត្ថន័យថាងើបមួយវាយមួយងើបពីរវាយពីរដាក់ឲ្យលឹបដូចក្បាលដេកគោលគ្រាន់តែឃើញខមមិនចង់គាំងនេះជាខ្លឹមសាររបស់លោកស្រីត្រីដាណាប្រិមិត្តប្រកាសជាចង់ដឹងណាស់ថាលោកស្រីខឹងអ្នកណាបានជាក្តៅទាំងព្រឹកយ៉ាងដូចនេះប្រិមិត្តតោះកុំឲ្យខាត់ពេលតាមដានទេសនាទាំងអស់គ្នាដូចតទៅពុកម៉ែបងប្អូនជាទីគោរពរាប់អានបាទនៅក្នុងเพจផ្លូវការរបស់លោកស្រីត្រីដាណាសម្រាប់ថ្ងៃនេះបាទមានខ្លឹមសារមួយដែលបងប្អូនយើងចាប់អារម្មណ៍បំផុតដោយសារតែលោកស្រីកាចកាលពីថ្ងៃមុនខ្ញុំធ្លាប់ជម្រាបជូនថាលោកស្រីឈប់បាទឲ្យគេជន់ទៀតហើយបើឡូវគាត់ចេញមកម្ដងនេះក្តៅដូចបាយពុះយ៉ាងប្រិមិត្តគាត់ថាគាត់បាទងើបតតាំងហើយសម្រាប់អ្នកដែលទើសគាត់សម្រាប់អ្នកដែលគេថាបូលីរិះគន់បាទរិះគន់ជន់ពលិចណាប្រិមិត្តមិនរិះគន់ស្ថាបនារិះគន់ជន់ពលិចលោកស្រីថាឲ្យតែឡើងមកវាយហើយម្ដងនេះបាទរឿងអីក៏ដោយបាទរឿងអីក៏ដោយដែលលោកស្រីធ្វើសកម្មភាពនៅក្នុងការងាររបស់គាត់ផ្ទាល់អត់ប៉ះពាល់ទៅនឹងភាពថ្លៃថ្នូរឬក៏ប្រយោជន៍របស់អ្នកដទៃឬក៏ច្បាប់នោះហ៊ានតែឡើងមកបូលីឡើងមករិះគន់ជន់ពលិចគឺថាគាត់តទៅវិញឡើងប្រមាណគាត់ដាក់ប៉ុណ្ណឹងដាក់ឲ្យលឹបដូចក្បាលដៃគោលអញ្ចឹងនេះជាការលើកឡើងរបស់លោកស្រីគាត់ថាគាត់ឈប់ទ្រាំហើយព្រោះកន្លងមកលោកស្រីលើកវិលទៅក្រោយរឿងប្រើទាំងហាលកាល់ថត MV មានអ្នកបូលីច្រើនមានអ្នករិះគន់ច្រើនយ៉ាងកាលឡើងគាត់ស្ងាត់គាត់អត់ជ្រើសរើសយកផ្លូវតតាំងនេះគាត់ស្ងាត់គាត់សន្តិវិធីបាទស្ងប់ស្ងាត់ទៅឲ្យចប់ប៉ុន្តែម្ដងនេះគាត់ឈប់ហើយឲ្យតែអ្នកឡើងមកបាទឡើងមកគាត់ថាគាត់ដាក់ឲ្យលឹបទៅវិញហ្មងឡើងប្រហែលដាក់ប៉ុណ្ណឹងអត់ឲ្យអ្នកឯងបានចិត្តព្រោះគាត់អត់មានទៅប៉ះពាល់សិទ្ធិសេរីភាពឬក៏ប្រយោជន៍អស់លោកទេយ៉ាងកុំឡើងមកប្រេះប្រាស់បើលោកស្រីខុសអាហ្នឹងគាត់សុំទោសប៉ុន្តែបើអត់ខុសគាត់តបវិញម្ដងនេះគាត់ឈប់ឲ្យឈប់សងំឲ្យគេជន់នេះជាការលើកឡើងរបស់លោកស្រីទីណានៅក្នុងអត្ថន័យបែបហ្នឹងនៅប្រិមិត្តមានន័យថាគាត់មានវិធីការពារខ្លួនអត់ឲ្យគេជន់ទៀតទេនៅក្នុងការលើកឡើងបែបនេះប្រិមិត្តមានពាក្យខមមិនមួយដែលអ្នកខមមិនហ្នឹងជាមនុស្សស្រីតាមលោកស្រីបញ្ជាក់ថាគាត់សរសេរថាតាមពិតទៅពូម៉ៅជាមនុស្សធម្មតាអត់ចេះបច្ចេកទេសនៅក្នុងការលើកត្របាទការលើកឡើងបែបហ្នឹងលោកស្រីគាត់ប្រតិកម្មតបតវិញគាត់បញ្ជាក់ថាអ្នកពូលបែបហ្នឹងអ្នកឯងជាមនុស្សស្រីសោះហេតុអីក៏កាន់ជើងមនុស្សប្រុសហើយមនុស្សប្រុសខូចទៀតបាទគាត់លើកបែបចឹងហើយអ្នកសរសេរខមមិនមកហ្នឹងបាទធ្លាប់មកនៅជាមួយលោកស្រីបានប្រហែលខែប្រហែលឆ្នាំបានដឹងថាពូម៉ៅជាមនុស្សដែលអត់ចេះលើកត្រហ្នឹងប្រិមិត្តលោកស្រីគាត់បញ្ជាក់ថាអញ្ចឹងតាមពិតទៅរឿងដែលកាត់ឡើងលោកស្រីអត់ចង់ជួបអត់ចង់ឃើញទេមួយជាពីរជាបីទេប៉ុន្តែប៉ះពាល់ស្ថិរអារម្មណ៍ផ្លូវចិត្តផ្លូវកាយយ៉ាងគាត់សម្រេចចិត្តចែកផ្លូវគ្នាអញ្ចឹងអ្នកដែលអត់ចូលក្នុងគ្រួសារគាត់មិនដឹងរឿងទាំងអស់កុំចេះតែសរសេរផ្លេសប្រាស់បាទសរសេរផ្លេសប្រាស់ដល់នេះលោកស្រីអត់ទ្រាំទៀតទេបាទហើយអ្វីដែលលោកស្រីបញ្ជាក់បន្ថែមការទៀមទាចង់បានរបស់មនុស្សស្រីគ្រប់រូបមិនថាតែលោកស្រីទីណាផ្ទាល់ទេអ្នកខមមិនហ្នឹងក៏អញ្ចឹងដែរសក្តីប្រាថ្នារបស់មនុស្សស្រីដែលមានគ្រួសារគឺចង់ឲ្យប្តីនឹងយល់ចិត្តតែប៉ុណ្្នឹងទេមិនថាអ្នកឯងបានប្តីទូនាទីអីឋានៈអ្វីទេបើអត់គិតរឿងមានរឿងក្របាទខ្ពស់ទាបបាទគិតតែពីរឿងការយល់ចិត្តគ្នាណាប្រិមិត្តយ៉ាងកាលណាគ្រួសារមួយចេះយល់ចិត្តគ្នាជារឿងសុភមង្គលហើយយើងលោកស្រីគាត់ប្រាថ្នាប៉ុណ្ណឹងបាទលោកគាត់បានសម្រេចហើយបាទលោករាជសារគាត់ចេះថ្នាក់ថ្នមចេះយល់ចិត្តភរិយាណាប្រិមិត្តនេះជាការលើកឡើងរបស់លោកស្រីបាទគឺអត់មានប្រាថ្នាអីក្រៅពីការយល់ចិត្តគ្នាទេប្តីប្រពន្ធបាទមិនថាបានប្តីក្រឬក៏មានឬក៏ឋានៈទូនាទីអ្វីទេនេះជាការលើកឡើងហើយគាត់ឆ្លើយតបទៅម្ចាស់ខមមិនប៉ុណ្ណឹងមានអ្នកម្នាក់ទៀតដែលសរសេរឡើងថាយ៉ាងគាត់ចាំមើលបាទគាត់ចាំមើលតើពីថ្ងៃហ្នឹងទៅមុខបាទទៅជាយ៉ាងណាទៀតការលើកឡើងបែបនេះលោកស្រីបញ្ជាក់បន្ថែមថាថ្ងៃទៅអនាគតគាត់អត់ហ៊ានធានាថាយ៉ាងម៉េចទេព្រោះយើងអត់ដឹងដូចគ្នាថ្ងៃអនាគតមិនដឹងកើតរឿងអីទេយ៉ាងកើតរឿងអីដោះស្រាយតាមហ្នឹងទៅប៉ុន្តែបច្ចុប្បន្នអ្វីដែលគាត់ទទួលបានពីស្វាមីគាត់គឺលោករាជសាលគឺថាការដឹងខុសត្រូវដឹងទុក្ខធរៈគ្នាដឹងសុខទុក្ខគ្នាគឺប៉ុណ្ណឹងគាត់ទទួលយកបានគាត់មានសេចក្តីសុខណាស់ទៅហើយអ្វីដែលគាត់ធ្លាប់រស់នៅជាមួយអតីតស្វាមីរបស់គាត់នោះគឺថាគាត់អត់ដែលបានប៉ុណ្ណឹងទេបើអញ្ចឹងគាត់មិនចែកផ្លូវគ្នាទេនេះជាការលើកឡើងរបស់លោកស្រីត្រីដាណាប្រិមិត្តប៉ុន្តែមិនទាន់ចប់ទេនៅមានការលើកឡើងមតិមួយទៀតដែលខមមិនចូលគាត់ថានិយាយយ៉ាងក៏បានដែរកាលមុនបាទប្រឹងរស់ស៊ីមួយពូម៉ៅនឹងមានបានអស់ហើយអ្នកដែលមកក្រោយស្វាមីទី2របស់លោកស្រីទីរណាហ្នឹងមិនហ៊ានខ្វាក់បើរបស់គេមានហើយអស់គេរកទុកហើយអស់ហើយហ្នឹងបាទការលើកឡើងបែបហ្នឹងលោកស្រីគាត់ប្រតិកម្មតបក៏វិញថាជារឿងមិនពិតបងប្អូនដែលលើកឡើងជាមតិយោបល់ហ្នឹងធ្លាប់ឃើញអតីតស្វាមីរបស់គាត់ពូម៉ៅហ្នឹងឡាយលក់បានប្រហែលដងតាំងពីគាត់រស់នៅជាមួយគ្នាប្រហែលឆ្នាំហ្នឹងគេថាអត់ដែរទេប៉ុន្តែដោយឡែកលោករាជសាលវិញក្រោយពីដែលការជាមួយលោកស្រីទីរណាហើយគឺថាគាត់មកជួយធ្វើការទាំងអស់បាទអត់រើសការងារបាទឡាយលក់ក៏ឡាយលក់ដើរទៅនេះទៅនោះទៅជើងទៅបងលិចកើតជួយផ្សព្វផ្សាយបាទគឺថាទាំងអស់គ្នាអញ្ចឹងនេះជាចំណុចល្អដែលលោកស្រីទទួលយកបានពីលោករាជសាលហើយបើប្រៀបធៀបមួយពូម៉ៅតាមអ្វីដែលលោកស្រីទីរណាបញ្ជាក់ថា
គាត់អត់ដែលទទួលបានក្តីសុខទេទាំងកាយទាំងចិត្តណាប្រិមិត្តអញ្ចឹងអ្នកខមមិនកុំលើកឡើងបែបហ្នឹងអីបាទអ្វីដែលលោកស្រីមានសពថ្ងៃគឺគាត់ប្រឹងម្នាក់គាត់ទេបាទគាត់ថាគាត់ឆ្លើយតែអញ្ចឹងណាប្រិមិត្តតាំងពីរស់នៅមួយពូម៉ៅមកហ្នឹងបាទគាត់ប្រឹងតែឯងទេបាទពូម៉ៅគាត់តែចាំបើកឡានជូនទេនេះជាការលើកឡើងរបស់លោកស្រីត្រីដាណាប្រិមិត្តជាទីគោរពរាប់អានអ្វីដែលខ្ញុំបាទជម្រាបជូនបាទពាក់ព័ន្ធទៅនឹងខ្លឹមសារដែលលោកស្រីបង្ហាញនៅក្នុងការ live កាលពីម្សិលមិញហ្នឹងប្រិមិត្តគឺមានខ្លឹមសារប៉ុណ្ណឹងអញ្ចឹងបងប្អូនយល់ហើយងើបមួយវាយមួយដាក់ឲ្យលឹបដោយក្បាលដេកគោលហើយម្ដងនេះឈប់ slow ដែរបាទហើយម្ចាស់ comment យល់ហើយគាត់ថាគាត់ឃើញ comment ចង់កៀងហ្នឹងគឺ comment ខាងលើហ្នឹងបាទគឺថាពូម៉ៅជាមនុស្សធម្មតាអត់ចេះបច្ចេកទេសលើកទ្រប្រពន្ធអីយ៉ាងម៉េចគេថាលោកស្រីគាត់បញ្ជាក់ឲ្យអស់ហើយសក្តីប្រាថ្នារបស់លោកស្រីគឺការយល់ចិត្តមិនមែនមាសប្រាក់ឬក៏សង្ហាស្អាតបាតយ៉ាងណានោះទេគឺការយល់ចិត្តណាប្រិមិត្តយើងគាត់ប្រាថ្នាហ្នឹងគឺបានហើយអ្វីដែលគុណបុណ្យតាមជួយគាត់ដល់បច្ចុប្បន្នគឺដោយសារអំពើល្អដែលគាត់បានសាងអញ្ចឹងបងប្អូនយល់នៅអ្វីដែលលោកស្រីទីណាបញ្ជាក់នៅពាក្យ comment របស់មតិមួយចំនួនទូចដែលទើសណាប្រិមិត្តអញ្ចឹងពាក់ព័ន្ធរឿងដង្ហាលលោកស្រីលើកខ្ញុំបញ្ជាក់ដែរបាទគាត់ថាគាត់ថត MV លើកក្រោយនេះគាត់ដាក់ដង្ហាលអាធំទៅហ្មងដាក់ធំទៅចាំមើលបាទមានអ្នកណាបូលីដែរអត់បាទហើយក្រុមហ៊ុនមួយចំនួនដែលថត MV ផលិតកម្មមួយចំនួនដែលថត MV គេប្រើដង្ហាលដែរឥឡូវពុកក្តៅគេខ្លាចបែកញើសខូចតួបាទបតិបតាអាវអញ្ចឹងគេប្រើដង្ហាលមិនព្រមបូលីគេផងទៅអញ្ចឹងអ្នកបូលីធ្លាប់បូលីលោកស្រីទីណាឡើងមកមួយសារទៀតមកឡើងមកលោកស្រីវាយឲ្យលឹបទៅវិញម្ដងនេះអត់ឲ្យបានចិត្តទេលោកស្រីបញ្ជាក់ឲ្យបញ្ជាក់ទៀតថាអញ្ចឹងណាប្រិមិត្តអញ្ចឹងគាត់ធ្លាប់ប្រើដង្ហាលកាលមុនបងប្អូនហ្នឹងហើយគាត់ថត MV ទៅគាត់កូនចៅក្រុមការងារគាត់ហ្នឹងគឺយកដង្ហាលទៅដាក់ដង្ហាលសាកថ្មហ្នឹងណាកុំឲ្យវាបែកញើសព្រោះបំលាស់ទីតាម action តាមអ្នកដឹកនាំរឿងគេប្រាប់ឲ្យធ្វើសកម្មភាពមិនបំលាស់ទីពីណាទៅណាថតខាក្តៅវាត្រូវបែកញើសអញ្ចឹងត្រូវមានដង្ហាលដើម្បីកុំឲ្យញើសណាប្រិមិត្តហើយអញ្ចឹងមិនមានជារឿងខុសឆ្គងអីប៉ះពាល់អីដល់អ្នកណាទេណាប្រិមិត្តអញ្ចឹងអ្នកដែលតាមទើសតាមគេថា comment រិះគន់ជន់បលិចហ្នឹងល្មមភ្ញាក់ខ្លួនហើយលោកស្រីថាចាំមើលគាត់ថតผ่านហ្នឹងគាត់ដាក់ដង្ហាលធំចាំមើលអ្នកណាបូលីទៀតបាទហ៊ានឡើងមកមួយដាក់មួយឡើងពីរដាក់ពីរដាក់ឲ្យលឹបដោយក្បាលដេកគោលអញ្ចឹងបងប្អូនយល់នៅខ្លឹមសារដែលលោកស្រីតបតទៅនឹងអ្នក comment ទៅប្រិមិត្តជាទីគោរពរាប់អានខ្លឹមសារដែលខ្ញុំបាទជម្រាបជូនខាងលើបាយមីងក៏សូមបញ្ចប់ហើយអរគុណសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនគ្រប់ជូនពរឲ្យពុកម៉ែបងប្អូនជួបប្រទះសុខចម្រើនតរៀងទៅបាទសន្យាថាវិលជួបបងប្អូននៅថ្ងៃស្អែកគ្រាន់តែពុកម៉ែបងប្អូនជួយចុច Subscribe និងរូបកណ្ដឹងមួយនឹងទទួលបានព័ត៌មានថ្មីពីរូបខ្ញុំបាទជារៀងរាល់ថ្ងៃក៏មកឆ្កងបើសិនកាត់មានក៏សូមមេត្តាជាស្រ័យនឹងចូលរួមជាមតិយោបល់មកខ្ញុំបាទទទួលយកមកកែលម្អដោយក្តីរីករាយបំផុតសម្រាប់លេខនេះខ្ញុំបាទសូមអរគុណលំអរកាយគ្រប់លា